នៅរុស្ស៊ីថ្ងៃអាទិត្យទី29ខែមិថុនាឆ្នាំ2025នេះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិណាចក្រកម្ពុជាបានសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមផ្លូវការរបស់សម្ដេចដែលមានខ្លឹមសារដូចតទៅនេះព្រឹកថ្ងៃអាទិត្យទី29ខែមិថុនាឆ្នាំ2025នេះអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលព័ត៌មានពីភាគីថៃនៅខេត្តស្រះកែវពាក់ព័ន្ធនឹងការស្នើសុំឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃមួយចំនួននិងអនុញ្ញាតឲ្យរថយន្តដឹកទំនិញចេញចូលដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូចនេះថា 1. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជាទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែនហើយដូច្នេះហើយបានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភាឆ្នាំ2025ព្រោះយើងមិនមានបំណងពង្រីកភូមិសាស្ត្រដែលមានវិវាទឬបង្កបញ្ហាដែលនាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរនិងការធ្វើពាណិជ្ជកម្មរបស់ប្រជាជនថៃនិងខ្មែរតាមបណ្ដោយព្រំដែនទេ 2. កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមធ្វើការបិទបើកច្រកព្រំដែនជាឯកតោភាគីនោះទេកងទ័ពថៃបានចាប់ផ្ដើមធ្វើការបិទច្រកព្រំដែនកែសម្រួលម៉ោងបិទបើកនិងកំណត់លក្ខខណ្ឌកម្រិតការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋជាឯកតោភាគីចាប់តាំងពីថ្ងៃទី7ខែមិថុនាឆ្នាំ2025មិនតែប៉ុណ្ណោះកងទ័ពថៃបានបន្តការកែប្រែម៉ោងបិទបើកជាឯកតោភាគីនៅតាមបណ្ដាច្រកព្រំដែនមួយចំនួនរហូតដល់ថ្ងៃទី24ខែមិថុនាឆ្នាំ2025ដែលរដ្ឋាភិបាលថៃបានប្រកាសបិទច្រកទាំងអស់ក្រោមហេតុផលនៃបញ្ហាអសន្តិសុខ 3. ភាពមិនច្បាស់លាស់នឹងការប្រែក្រឡាភ្លាមៗមិនពិតប្រាកដនៃជំហរនយោបាយរបស់រដ្ឋាភិបាលថៃរួមជាមួយភាពមិនស៊ីចង្វាក់គ្នារវាងគោលការណ៍ដែលថ្នាក់ដឹកនាំនយោបាយថៃបានដាក់ចេញនិងការអនុវត្តជាក់ស្ដែងនៅលើដៃដោយកងទ័ពថៃបានបង្កជាឧបសគ្គសម្រាប់ការស្វែងរកដំណោះស្រាយណាមួយដែលមានភាពច្បាស់លាស់ពិតប្រាកដនិងយូរអង្វែង 4. ដោយដែលខ្ញុំបានបញ្ជាក់ជាច្រើនដងរួចមកហើយថាដំណោះស្រាយពាក់ព័ន្ធជាមួយនឹងការបិទច្រកព្រំដែននេះគឺងាយស្រួលដោះស្រាយទេបើសិនជាភាគីថៃដែលបានចាប់ផ្ដើមដាក់វិធានការបិទច្រកព្រំដែនជាឯកតោភាគីពីថ្ងៃទី7ខែមិថុនាកន្លងទៅនេះធ្វើការបើកច្រកព្រំដែនឲ្យដូចស្ថានភាពដើមជាឯកតោភាគីវិញនោះនឹងផ្ដល់ការធានាច្បាស់លាស់ថានឹងមិនមានការបិទបើកជាឯកតោភាគីទៀតនោះគឺជាការស្រេចកម្ពុជានឹងបើកច្រកព្រំដែនខាងកម្ពុជាយ៉ាងយូរ5ម៉ោងក្រោយពីនោះនិយាយឲ្យខ្លីគឺកូនសោស្ថិតនៅក្នុងដៃរបស់ភាគីថៃហើយហេតុដូច្នេះចំពោះអាជ្ញាធរថៃក៏ដូចជាប្រជាពលរដ្ឋថៃដែលមានបំណងចង់ឲ្យមានការបើកច្រកព្រំដែនកម្ពុជាថៃឡើងវិញនោះមិនចាំបាច់ស្នើមកកម្ពុជានោះទេសូមស្នើទៅអ្នកដែលមានអំណាចពិតប្រាកដនៅប្រទេសថៃមិនថាជាកងទ័ពឬអ្នកណានោះទេឲ្យបើកច្រកព្រំដែនឲ្យមានស្ថានភាពប្រក្រតីឡើងវិញដូចមុនថ្ងៃទី7ខែមិថុនាឆ្នាំ2025និងផ្ដល់ការធានាច្បាស់លាស់ថានឹងមិនមានការបិទបើកជាឯកតោភាគីទៀតនោះគឺជាការស្រេចអ្វីនឹងត្រឡប់ទៅដំណើរការជាប្រក្រតីដូចមុនវិញហើយរាជធានីភ្នំពេញថ្ងៃអាទិត្យទី29ខែមិថុនាឆ្នាំ2025